សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទដូចយើងបានដឹងហើយថាតាំងពីលោក Donald Trump បានស្បត់ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមកគឺវាហាក់បីដូចជាធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរដែលរឿងមួយក្នុងចំណោមរឿងទាំងឡាយនោះក៏រឿងតម្លើងពន្ធករទៅលើការនាំចូលទៅក្នុងសហរដ្ឋអាមេរិកបានធ្វើឲ្យកក្រើកពិភពលោកផងដែរមានមតិជាច្រើនបាននិយាយពីរឿងហ្នឹងហើយមានបរិះម្នាក់ដែលជាបរិះខ្លាំងសម្រាប់ប្រទេសម៉ាឡេគឺលោកអតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេដែលមានអាយុ99ឆ្នាំគឺលោកមហាធីបានឲ្យដឹងថាការធ្វើការប្រកាសតម្លើងពន្ធរបស់សហរដ្ឋអាមេរិកគឺជាយុទ្ធសាស្ត្រមួយក្នុងការប្រឆាំងជាមួយនឹងការរីកដុះដាលរបស់ចិនពីសហរដ្ឋអាមេរិកតែលោកបានយល់ឃើញថាការធ្វើបែបនេះគឺมันអាចទប់ទល់ឬក៏បញ្ឈប់នៅការលូតលាស់របស់ចិនបានទេបាទនេះក៏សមហេតុផលមួយដែរបាទទន្ទឹមនឹងនោះលោកក៏បាននិយាយដែរថាម៉ាឡេបាទប្រទេសម៉ាឡេគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នអ៊ីប្រាហ៊ីមហ្នឹងគួរតែឈរជាកណ្ដាលពីព្រោះប្រទេសម៉ាឡេមិនគួរមានទំនោរទៅផ្នែកណាមួយនោះទេយើងគួរតែនៅកណ្ដាលហើយជាមិត្តជាមួយនឹងគ្រប់ប្រទេសទាំងអស់ការលើកបែបនេះក្រោយពីលោកអ៊ីប្រាហ៊ីមបាននិយាយសរសើរលោកប្រធានាធិបតីប្រទេសចិនថាជាប្រធានាធិបតីខ្លាំងទោះមានការដាក់សម្ពាធទៅលើការតម្លើងពន្ធពីសហរដ្ឋអាមេរិកក៏ដោយក៏លោកនៅតែមានការធ្វើការឲ្យមានការឈ្នះទៅលើការធ្វើសង្គ្រាមពាណិជ្ជកម្មនេះផងដែរអញ្ចឹងបើយើងយកទៅតាមសម្ដីរបស់លោកមហាធីយើងឃើញថាការប្រព្រឹត្តរបស់លោក Donald Trump គឺប្រកាសជាការធ្វើទប់ទល់ជាមួយនឹងការរីកចម្រើនរបស់ចិនគឺយ៉ាងខ្លីគឺដើម្បីការពារសហរដ្ឋអាមេរិកឲ្យក្លាយទៅជាអ្នកមហាអំណាចសេដ្ឋកិច្ចទី1របស់ពិភពលោកបាទសូមអរគុណ